phần này nè lâuยังจับตาม paragraph មុនដោយសារគ្នាយើងមកតាំងគ្រប់គ្នាអញ្ចឹងលោកគ្រូចាប់ដើមធ្វើតែប៉ុណ្ណឹងសិនអញ្ចឹងអានេះលោកគ្រូយកលំហាត់នេះមកធ្វើយើងមើលណាទី1គឺយើងត្រូវគិតដល់ចំណងជើងរបស់យើងចំណងជើងគឺអីគេ x 2ក៏បាន x1 ក៏បានដល់ពេលយើងប្រើ x1 ឬក៏ x2 ហើយចំណងជើងយើងស្ថិតនៅកន្លែងណាឃើញទេស្ថិតនៅកណ្ដាលនៃ page អញ្ចឹងយើងប្រើអីគេ align ណាស្មើគេ center ណាចប់មួយហើយមួយទៀតវាមានអីគេបន្ទាត់ពីក្រោម u ណាចាំយើងចាប់ដើមសរសេរពាក្យចូលផាសមករ៉ាន់មួយសិនតើវាដើរអត់បើវាដើរចាំយើងធ្វើការតបើសិនជាវាអត់តន់ដើរទេយើងនឹងមើលតែកន្លែងហ្នឹងសិនឲ្យដឹងថាកន្លែងហ្នឹងវាខុសអីណាឥឡូវដល់ពេលដែលខ្ញុំ save ហើយយើងទៅមើលនៅក្នុងលំហាត់របស់ខ្ញុំដាក់នេះឈ្មោះអីគេនេះណានេះទេវាចេញមកហើយនេះចំណងជើងបន្តមកទៀតយើងទៅមើលលំហាត់របស់យើងទៀតយើងកុំតាន់គិតជាមួយនឹងអក្សរពណ៌យើងគិតអក្សរធំហើយនឹងម៉ូដផ្សេងឥឡូវយើងប្រើអីគេអានេះទី1គឺយើងត្រូវប្រើ paragraph សិន paragraph មិនដាក់តែប៉ុណ្្នឹងទេណា paragraph បើកប៉ុណ្្នឹងមកដល់ចំណុចនេះអត់ណាអញ្ចឹងយើងចាប់ដើមអីគេដក clear មកតង់មកឲ្យវាដាច់ចេញពីគ្នាបើយើងដាក់ចិត្តគ្នាអក្សរយើងតូចផងយើងអាចមើលទៅច្រឡំគ្នាអញ្ចឹងយើងដាច់វាចេញឆ្ងាយពីគ្នាទៅណាខ្ញុំប្រើ paragraph ខ្ញុំប្រើអក្សរ p សិន enter វាចុះមកក្រោមមកអក្សរ p ហ្នឹងគឺវានៅក្រោមជានិច្ចយើងអត់អាចថែម p ទៀតទេដោយសារវាស្ថិតនៅក្នុង paragraph តែមួយតើណាហើយចាំយើងដាក់មកនេះ enter មួយមកបើយើងនិយាយពីគេនិយាយពី h paragraph ណាអញ្ចឹងបើនិយាយពី h paragraph ហើយវាជាប្រភេទអក្សរធំជាងគេយើងប្រើ back មកដោយសារអីដោយសារគ្នាយើងអត់ទាន់យល់ពី font size ច្បាស់អញ្ចឹងលោកគ្រូប្រើ back មុនហើយចាំយើងផាសវាចូលតបមកយើងសរសេរអក្សរបន្ថែមបន្តិចទៀតមកឲ្យដឹងថាអត្ថបទរបស់យើងហ្នឹងគឺវាអក្សរកន្លែង h paragraph ហ្នឹងវាធំជាងអក្សរធម្មតាឬក៏អត់តែវាប៉ុណ្្នឹងសិនណារ៉ានវាមកឃើញទេនេះវាធំជាងអក្សរធម្មតាបន្តិចណាធំជាងអក្សរធម្មតាបន្តិចប៉ុន្តែយើងអត់ចង់បានធំជាងហ្នឹងបន្តិចទេយើងចង់បានធំជាងហ្នឹងខ្លាំងឃើញទេអានេះចាំយើងគិតជាមួយនឹង color ដោយសារឥឡូវយើងធ្វើឲ្យវាធំជាងធម្មតាបន្តិចហើយយើងទៅមើលទៀតទៅមើលជាមួយនឹងអានេះម្ដងដោយសារខ្ញុំអត់សរសេរពេញទេណាខ្ញុំអត់សរសេរពេញខ្ញុំតែឲ្យគ្នាយើងទៅយើងមកមើលអានេះម្ដងអានេះអីគេអានេះអត់ពិបាកឯងមិនចឹងណាកូដអីគេខ្លះហ្នឹងកូដអីគេខ្លះនេះ u i b ឃើញទេអញ្ចឹងយើងវាយបញ្ចូលមក u បិទវិញខ្លួនឯង i ណា b ហើយចាំយើងវាយអត្ថបទចូលណាខ្ញុំតម្លាក់វាមកក្រោមស្រួលមើលឃើញទេប៉ុណ្ណឹងមកនេះ save មក refresh ម្ដងទៀតមកយើងមិនបាច់ទៅរ៉ាន់ភាសាថ្មីទេយើងបើកតែ page ហ្នឹងមួយយើង refresh ម្ដងទៀតឃើញវាចេញមកហើយនេះណាបន្តមកទៀតយើងមើលលំហាត់របស់យើងចុងក្រោយនេះកន្លែងនេះអីគេអក្សរតូចដល់ណាតូចយើងមិនអាចតូចអី color ទៀតប៉ុន្តែយើងគិតតែអក្សរតូចសិន color កុំតាណាគិតអាហ្នឹងយើងមានពីរវិធីសាស្ត្រធ្វើទៀតសម្រាប់អាហ្នឹងណាអញ្ចឹងយើងយកតែអក្សរតូចមកយើងប្រើ syntax អីគេអក្សរតូច enter តម្លាក់មកក្រោមមក small អញ្ចឹងណាផាសមកហើយយើងរ៉ាន់មកណាឃើញវា small តែដោយសារអានេះគេអត់ឲ្យជាប់គ្នាមិនចឹងណាអញ្ចឹងយើងបើសិនតែវាអត់ជាប់គ្នាយើងមានអីពិបាកមិនចឹងគប់សេថែមតែប៉ុណ្នេះមកហើយយកទៅផាសកន្លែងនេះមកណាតមកអញ្ចឹងអាកន្លែង to me to the ហ្នឹងគឺវាអត់ជាប់គ្នាទេណានេះណាអាយនេះនេះតូចជាងគេណាមើលទៅដូចគ្នាប៉ាន់គ្នាតូចជាងបន្តិច
នេះប៉ុណ្ណា